អ្នកគ្រូខ្ញុំទៅទៅវាឲ្យបាន3ខែជាងហើយតែមិនទាន់មករដូវទេនៅជាមួយគ្នាអាចមានកូនអត់អ្នកគ្រូមិនថាបងសម្រាប់នៃការវះកាត់ឬក៏ធម្មជាតិទេអញ្ចឹងនៅក្នុងរយៈពេល1ខែទៅ1ខែកន្លះហ្នឹងមេជីវិតញីនឹងចាប់ផ្ដើមរិចម្ដងទៀតហើយនឹងធ្លាក់មកអញ្ចឹងមកក្នុងករណីបងនៅជាមួយគ្នានៅក្នុងកំឡុងពេលហ្នឹងបងនឹងងាយមានកូនម្ដងទៀតខ្ញុំសូមលើកទឹកចិត្តដល់បងនៃគាត់សម្រាប់កូននៃការវះកាត់គួរតជ្រើសរើសយកវិធីពជាកណ្ដាលណាមួយដើម្បីការពារជៀសវាងនៅក្នុងការដែលបងការពារការធម្មជាតិឬក៏គេហៅថាការចាក់ទឹកក្រៅពីងដោយសារការពារធម្មជាតិនេះគឺវាមានភាគរយខ្ពស់នៅក្នុងការមានកូនរហូតដល់99%អញ្ចឹង1%ដែលការពារហ្នឹងគឺវាតិចតួចមែនតើអញ្ចឹងបងគួរតជ្រើសរើសយកវិធីពជាកណ្ដាលណាមួយដែលបងទុកចិត្តក៏ដូចជាអាចប្រើបានជាពិសេសសម្រាប់បងដែលគាត់សម្រាប់កូននៃការវះកាត់គ្រួសារគាត់ធ្វើការនៅឆ្ងាយយូរមកម្ដងអញ្ចឹងគាត់គិតថានៅពេលដែលគាត់សម្រាប់កូនហើយគាត់អត់ទាន់ជ្រើសរើសយកវិធីពជាកណ្ដាលណាមួយទេចាំពេលគ្រួសារគាត់ត្រឡប់មកផ្ទះវិញចាំគាត់ប្រើអញ្ចឹងសួរថានៅពេលដែលគ្រួសារបងមកភ្លាមតើបងអាចជ្រើសរើសយកវិធីពជាកណ្ដាលនឹងបានភ្លាមឬក៏អត់អញ្ចឹងបាទខ្ញុំលើកទឹកចិត្តដល់បងដែលគាត់សម្រាប់កូននៃការវះកាត់គួរតែជ្រើសរើសយកវិធីពជាកណ្ដាលណាមួយដែលបងពេញចិត្តការពជាកណ្ដាលគឺមានច្រើនបងការប្រើថ្នាំគ្រាប់ការបិទក្អៀកពជាកណ្ដាលការចាក់ថ្នាំពជាកណ្ដាលការដាក់កង់ដាក់អីហ្នឹងគឺវាមានច្រើនមែនតើអញ្ចឹងបងគួរតែជ្រើសរើសយកមួយទៅដើម្បីការពារបងមិនឲ្យមានកូនទៀតដោយសារតអ្នកដែលគាត់សម្រាប់កូននៃការវះកាត់តតែ4ឆ្នាំក្រោយទើបអាចត្រៀមយកកូនបានម្ដងទៀតអញ្ចឹងឧទាហរណ៍ថាបើបងមានកូនម្ដងទៀតថាតើសុខភាពបងអាចទ្រទ្រង់ជាមួយនឹងការមានកូនម្ដងទៀតនឹងបានឬក៏អត់អញ្ចឹងនេះគឺជាបញ្ហារបស់បងអញ្ចឹងសូមបងគិតគូរពីសុខភាពក៏ដូចជានៅពេលដែលសម្រាប់កូនហើយហ្នឹងគួរតែការពារឲ្យហើយទៅជាពិសេសហ្នឹងគឺតាក់ទងជាមួយនឹងការប្រើប្រាស់វិធីពជាកណ្ដាលណាមួយដែលបងគិតថាអាចការពារបងបានអញ្ចឹងសម្រាប់ខាងខ្ញុំមានថ្នាំគ្រាប់ពជាកណ្ដាលគ្រប់ម៉ាកក៏ដូចជាកាអៀកបិទពជាកណ្ដាលដែរហើយបើបងចង់ដឹងតាក់ទងជាមួយនឹងព័ត៌មាននៃការប្រើកាអៀកនេះបងអាចឆាតចូល Telegram បាន